ឃើញពោះមួយក្បាលវាចូលផ្ទះខំវាយឲ្យងាប់ស្អែកឡើងពួកវានាំគ្នាមកទាំងសម្បុកជាង50ក្បាលគួរឲ្យព្រឺសម្បុរនរណាទៅដឹងថាគ្រាន់តែសម្លាប់ពោះមួយក្បាលសោះក៏កើតទៅជារឿងរ៉ាវមិននឹកស្មានចាំមួយនៅឯប្រទេសឥណ្ឌាចាដោយពួកវានាំគ្នាសម្រុកចូលនៅក្នុងផ្ទះកាន់តែច្រើនបង្កឲ្យคล้ายទៅជាភាពចលាចលរឿងរ៉ាវមួយនេះបានកើតឡើងថ្មីចាកន្លងទៅនៅភូមិមួយឈ្មោះចាមេរូតចារដ្ឋឧត្រាចាឧត្ថាប្រទេសចាប្រទេសឥណ្ឌាក្នុងនោះដំបងឡើយមានពោះមួយក្បាលប្រវែងកន្លះម៉ែត្រចាបានវាចូលផ្ទះអ្នកភូមិម្នាក់ហើយអ្នកភូមិនោះក៏បានវាយពោះនោះស្លាប់បាត់ទៅបន្ទាប់មកស្រាប់តែមានពោះចាជាច្រើនក្បាលនោះក៏បានវាចូលផ្ទះដដែលជាច្រើនក្បាលបង្កឲ្យម្ចាស់ផ្ទះកើតការផិតភ័យហើយបានហៅអ្នកភូមិផ្សេងទៀតឲ្យមកជួយវាយយ៉ាងណាមិញអ្នកភូមិនាំគ្នាវាយពោះស្លាប់អស់ប្រហែលជាង50ក្បាលហើយបានយកសាកសពវាទៅកប់ក្នុងរណ្ដៅតែមួយចាដោយឡែកក្រៅពីរឿងរ៉ាវត្រូវបានគេចែកចាយទៅរដ្ឋបាលប្រឈើបានបញ្ជូនមន្ត្រីទៅតំបន់នោះដើម្បីស៊ើបអង្កេតហើយគេក៏បានឃើញថាពោះដែលងាប់ទាំងនោះมันមានពឹសឡើយនិងជាសត្វព្រៃដែលកំពុងត្រូវគេការពារអភិរក្សទៀតអាជ្ញាធរបានធ្វើការណែនាំឲ្យចកមប្រជាជនសម្រាប់ពោះខាងលើទៀតព្រោះជាការខុសច្បាប់ហើយឲ្យតាក់ទងទៅអាជ្ញាធរភ្លាមចាបើសិនជាឃើញពួកវាចូលទៅក្នុងផ្ទះទៀតចាគួរព្រឺសម្បុរមែនតែនចាសម្រាប់ពោះតែមួយក្បាលទេចាដល់ស្អែកឡើងគឺពោះចំនួនចា50ក្បាលគឺវាមកទៀតចាមកចូលក្នុងផ្ទះនោះទៀតចាគឺជារឿងដែលចាព្រឺសម្បុរខ្លាំងមែនតែនចាចំពោះអត្ថបទព័ត៌មាននេះដែរខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងសូមអរគុណនិងសូមគោរពលា